បានណែនាំពួកគាត់ឲ្យទៅទិញជាមួយនឹងថ្នាំដែលខ្ញុំធ្លាប់ប្រើសញ្ញាហូបហងនេះដែលជាផលិតផលរបស់ប្រទេសតៃវ៉ាន់គឺប្រកាសស័ក្តិសិទ្ធិបំផុតពេលមនុស្សឈឺដៃឈឺជើងលើកដៃមិនចង់រួចឥឡូវធ្វើការងារបានធម្មតាពេលមនុស្សជាអទេសរុញមកដើរលេងតាមក្រៅប្រទេសបានពេលមនុស្សដែលដេកនៅកន្ទេលបាយជាងើបអង្គុយញ៉ាំបាយខ្លួនឯងបានពេលមនុស្សដែលគេងអត់លក់ដេកធ្ងោសេករាល់ថ្ងៃរហូតទៅជាដេកលក់ឡើងសាច់ឡើងគីឡូតើបងប្អូនទាំងអស់គ្នាគិតមើលតើខ្ញុំបានបុណ្យប៉ុណ្ណាខ្ញុំជាអ្នកលក់ផលិតផលមួយរូបដែរតែហេតុអីទៅជាប្រមូលផលិតផលគេដែលអត់ចង់បានមួយរៀលសោះសូម្បីត្រូវទិញឲ្យប៉ាម៉ាក់ក្មេកខ្ញុំប្រើក៏ត្រូវទិញតម្លៃពេញដូចគេដូចឯងចឹងហើយខ្ញុំក៏មងគាត់ម្ដងច្រើនណាស់ដោយសារតែអ្នកផ្ទះខ្ញុំប្រើត្រូវគ្រប់គ្នាជាពិសេសទៀតនោះគឺខ្ញុំទិញយកទៅជូនចាស់តែគាត់ខ្វះខាតគាត់អត់មានលទ្ធភាពក្នុងការប្រើប្រាស់ខ្ញុំត្រូវទិញយកទៅជូនពួកគាត់ទៀតតែខ្ញុំធ្វើដោយក្តីសុខដោយពេញចិត្តដោយសារតែនេះជាផលបុណ្យដែលធ្វើឲ្យខ្ញុំជួបតែរឿងល្អៗកន្លងមកមូលហេតុដែលខ្ញុំជួយប្រមូលផលិតផលនឹងដែលអត់ទាមទារចង់ចំណេញសំបី$1ដោយសារតែខ្ញុំដឹងគុណជាមួយនឹងផលិតផលនឹងដែលជួយឲ្យប៉ាម៉ាក់ក្មេកខ្ញុំដើរបានដោយសារតែកាលពីមុនគាត់ឈឺសន្លាក់រ៉ាំរ៉ៃខ្លាំងទៅព្យាបាលនៅស្រុកក្រៅប្រទេសជិតខាងយើងអស់ជាង$200,000តែមកវិញគឺនៅតែជាអទេសរុញដដែលឈឺខ្លាំងរហូតដល់មិនមែនថាមកជិះឡានទៅបានឬក៏ជិះយន្តហោះធម្មតាដូចគេបានទេគឺត្រូវប៉ាវយន្តហោះពេទ្យមកដឹកពួកគាត់ទៅព្យាបាលជាមិនទាន់ពេលទៅព្យាបាលក្នុងខ្លួនគាត់អត់មានជំងឺអីទាំងអស់គឺពេទ្យឆែកមើលទៅគឺឃើញមានតែជំងឺសរសៃសន្លាក់ហើយនឹងឡើងជាតិអាស៊ីតធ្វើឲ្យអ្នកផ្ទះយើងគឺខូចអារម្មណ៍មានវិបត្តិខាតលុយខាតពេលវេលាជាច្រើនចុងក្រោយមានមិត្តភក្តិម្នាក់គាត់ណែនាំឲ្យញ៉ាំចុងក្រោយមកជាជាមួយនឹងថ្នាំសន្លាក់ធំតាម$10-15នេះ